បាទស្ដីបងប្អូនបាទថ្ងៃនេះខ្ញុំបង្ហាញបងប្អូនរបៀបអំពីធ្វើគេហៅថារូបភាពឬក៏ធ្វើវីដេអូបាទជារឿងនិទានឬក៏សាច់រឿងអីបាទដាក់នៅក្នុង YouTube ដើម្បីកុំឲ្យយើងដូរមុខតួអង្គបាទនេះខ្ញុំធ្វើឲ្យបងប្អូនណាយើងធ្វើមិនដើម្បីឲ្យតួអង្គយើងមុខដែលអញ្ចឹងណាគេថាយើង generate វីដេអូមកពីធម្មតាវាដូរមុខណាបាទហេអញ្ចឹងយើងធ្វើមិនកុំឲ្យតួអង្គយើងដូរមុខបាទដូរមុខអញ្ចឹងណាបាទអញ្ចឹងដើម្បីធ្វើឥឡូវយើងបង្ហាញជូនរបៀបធ្វើបងប្អូនណាបាទអញ្ចឹងបងប្អូនទី1បាទទី1យើងទៅសេតួអង្គបាទនេះខ្ញុំទៅសេចរិតលក្ខណៈរបស់តួអង្គសម្គាល់របស់តួអង្គណាហើយលេខសម្គាល់របស់តួអង្គហ្នឹងយើងប្រើរហូតណាកុំឲ្យវាដូរបាទអញ្ចឹងនេះខ្ញុំសរសេរវាជាភាសាខ្មែរអញ្ចឹងមកបាទបងប្អូនរៀបរាប់មកបាទតួអង្គឈ្មោះអីអាយុប៉ុន្មានកម្ពស់ប៉ុន្មានរូបរាងយ៉ាងម៉េចពាក់អាវពណ៌អីស្លៀកពាក់ខោអីចឹងណាភ្នែកម៉េចបាទសក់ខ្មៅឬសក់ខ្មៅលាយទង់ដែងមានពុកមាត់អត់ពុកមាត់អីចឹងតើស្រីវិញយើងស្លៀកពាក់ខោអាវម៉េចអីចឹងម៉េចដូចគ្នាបងប្អូនណាបាទអញ្ចឹងពេលយើងសរសេរហើយយើងអានេះជាខ្មែរណាអញ្ចឹងយើង copy វាមកយើងដាក់ Google Translate មកបាទបាយ Google Translate មកបាទនេះយើងសម្រាប់អ្នកដែលយើងអត់ចេះអង់គ្លេសបាទចឹងមកបាទនេះបានភាសាអង់គ្លេសនេះអញ្ចឹងយើង copy អក្សរហ្នឹងមកបាទនេះខ្ញុំដូរជាអង់គ្លេសវិញបាទអញ្ចឹងបានហើយនេះគឺសម្គាល់របស់តួអង្គតមកយើងយកសាច់រឿងយើងមកបាទសាច់រឿងបងប្អូនសេឲ្យមកណាសាច់រឿងខ្ញុំសេហើយបាទបងប្អូនបើសេខ្មែរបងប្អូនจะដាក់ទៅជាអង់គ្លេសអញ្ចឹងណាបាទแล้วសាច់រឿងនិពន្ធខ្ញុំនេះខ្ញុំធ្វើហើយឥឡូវខ្ញុំយកប្រហែលជា2 3ភាគហើយខ្ញុំ4ភាគនេះបាទនេះបាទនេះ2ភាគឥឡូវខ្ញុំយកដល់3ភាគដើម្បីបង្ហាញជូនបងប្អូនបាទនេះសម្រាប់បងប្អូនអត់ធ្លាប់ធ្វើណាឬក៏បងប្អូនធ្លាប់ធ្វើហើយវាជាដូរតួអង្គបាទខ្ញុំធ្វើពីមុនវាជាដូរតួអង្គដែរបាទយើង generate រូបភាពមកវាដូរបាត់បាទអញ្ចឹងណាបាទឥឡូវខ្ញុំ copy មកដាក់កន្លែងនេះមកដើម្បីយើងស្រួលបាទអញ្ចឹងអានេះតួអង្គយើងអានេះចំណងជើងបាទនេះសាច់រឿងបាទចំណងជើងនេះយើងលុបចោលក៏បានដែរកណ្ដាលនេះបាទអញ្ចឹងមកចំណងជើងបន្តិចដើមនេះយើងលុបចោលក៏បានយើងដាក់ក៏បានអត់ជាបញ្ហាទេបាទឥឡូវយើងទុកចុះបាទយើងសំខាន់យើងតាមភាគមួយនេះភាគនេះយើងដាក់ថតដាក់រូបវានោះបាទអញ្ចឹងបានហើយយើងបាន script ហើយយើងខ្ញុំ copy អាហ្នឹងមកទេឥឡូវខ្ញុំបើកមក tab ទៀតយើងចូល Gemini បងប្អូនប្រើ Chat GPT បងប្រើ Gemini ក៏បានដែរបាទឥឡូវខ្ញុំដាក់ជាក្នុង Gemini ខ្ញុំថាឲ្យវា convert it to prompt អញ្ចឹងយើង convert អត្ថបទហ្នឹងទៅជា prompt of អីគេអញ្ចឹង convert តាមភាគតាមនេះអញ្ចឹងទៅ convert ទី article to prompt by episode and then spend of អត្ថបទយើងមក
ចឹងក្នុងឈ្មោះតួអង្គយើងក្នុងនោះមានស្រាប់ហើយបាទបាទពេលយើងសេះហើយយើងចុចប៊ូតុង submit វាបងប្អូនបាទចាំមើលវាបានបាទនេះវាលូនមកនេះបងប្អូននេះបាទអញ្ចឹងនេះ intro បាទនេះ scan 2 scan 3បាទ scan 5អញ្ចឹងមកនេះភាគ2អញ្ចឹងណាបាទแล้วយើងសាកយកទៅដាក់ convert មើលតើវាត្រូវអត់ពីណាវាអត់បានជាប្របណាអញ្ចឹងវាខែបអីអញ្ចឹងទៅអញ្ចឹងដើម្បីនេះយើងចូល tab ថ្មីមួយមកបាទយើងវាយ Google FX បាទនេះបងប្អូនប្រើ Leonardo ក៏បានដែរប៉ុន្តែសាលពីមុនខ្ញុំប្រើ Leonardo ឥឡូវខ្ញុំចូលចិត្តប្រើរបស់ Google ហ្នឹងដោយសារវា free ច្រើននេះwish នេះបាទអញ្ចឹងយើងចុច LAN ហ្នឹងមករូបភាពអញ្ចឹងយើងចុច Enter Tool មកបងប្អូនចេះហើយវីដេអូមុនសម្រាប់បងប្អូនថ្មីចុចតាមហ្នឹងក៏បានដែរបាទអញ្ចឹងមកដល់ហើយនេះអញ្ចឹងយើង copy មកGemini ឥឡូវខ្ញុំសាកមួយមកនេះភាគទី1នឹងមានឈ្មោះតួអង្គហ្នឹងឯងបាទឥឡូវខ្ញុំយកតាមនេះ character នេះមកបាននេះតាមពេលនេះមកបាទគឺខ្ញុំផាសសាកនេះមួយមកវាឲ្យអត់អានេះយើងចុចកន្លែងនេះយើងមើល quality យ៉ាងមកកន្លែងនេះយើងយកផ្ដេកណាសម្រាប់យើងដាក់ YouTube បើយើងដាក់ TikTok យើងយកបញ្ឈរមកបាទខ្ញុំដាក់ YouTube ខ្ញុំហ្នឹងតមកកន្លែងនេះយើងចុចប៊ូតុងសញ្ញាពួរនេះមកយើងសាកមើលសិនវាឲ្យអត់ដោយសារខ្ញុំចេញទៅលើកនេះ script វានេះវាអត់សូវលក្ខណៈជានេះតិចអត់លក្ខណៈជាprompt វាមាន generate ចឹងឯងចឹងវាអត់ឲ្យមែនបាទចឹងបើយើងចេញម្នាយអត់បានយើងអាច ChatGPT ខ្ញុំបញ្ជាក់វាម្ដងទៀត convert it to from image all aboutអានេះវាចេញរូបភាពរូបថតឲ្យតែម្ដងយើងថា only from me ចឹងវាបានតែប៉ុណ្ណេះណាបាទប៉ុណ្ណឹងឥឡូវខ្ញុំសាកយកប៉ុណ្ណឹងមកពីបាទនេះយើងបានហើយយើង download វាទុកមកតែមួយនេះយើងយកមួយនេះចឹងចុះបាទឬក៏មួយនេះយើងយកមួយនេះចឹងឆ្លាញ់មួយណាស្តៀងគ្នាcontinue
còn YouTube ប្រមលើខ្ញុំតែហើយម្ដងទៀតបាទយើងឆាត GPT ក៏បានឥឡូវខ្ញុំចូលឆាត GPT ប្រងចាំមើលមួយណាវាបង្កើតប្រមាណល្អជាងអញ្ចឹងណាបាទបាទបាទនេះឆាត GPT វាការរូបភាពទៀតណានេះវាលោតមកការរូបភាពដែរបាទនេះបាទនេះយើងបានហើយនេះអានេះឆាតឥឡូវខ្ញុំយកអានេះទៅប៉ុណ្ណេះខ្ញុំយកមកផាសមើលខ្ញុំធ្វើមិនសិនមិញវាឲ្យស្អាតលើកនេះបាទលើកនេះវាឲ្យអសមបន្តិចបាទនេះត្រូវហើយចឹងវាឲ្យពីហ្នឹងយើងឆ្លាញ់ម៉ូតូអង្គមួយណានេះសក់យើងអញ្ចឹងបាទឆ្លាញ់ចេះនេះគាត់ពាក់អាវសណាបាញ់ខោកបោយឬខោចេះលើយកអាកបោយចុះនេះបាទអូខេខ្ញុំ download នេះមួយមកបន្ទាប់មកកន្លែងនេះខ្ញុំ add តែរូបហ្នឹងបាទដើម្បីយកមុខតួអង្គទៅពីហ្នឹងមកបាននេះបាទអូខេចាំឲ្យយើងខ្ញុំចុច generate ម្ដងទៀតបាទនេះវាខុសតួអង្គនេះយើងយកមួយនេះបាទអញ្ចឹងយើងតាមើលប្រមយើងទៀតនេះចេញរូបបរោយ GPT ឥឡូវខ្ញុំនេះដល់ប្រមទី3បាទដល់សារកន្លែងនេះយើងមើលប្រមទៅឲ្យឃើញតួអង្គលក្ខណៈអញ្ចឹងអានេះលក្ខណៈតួអង្គនេះយក copy មកគេដាក់ចុងនេះមកនេះបាទបន្ទាប់មកយើងចុចវាសាកមើលបាទនេះបាទហ្នឹងបងប្អូននេះអញ្ចឹងតួអង្គមុខគាត់ដែរនេះហើយការផ្កាអញ្ចឹងណាអានេះមុខស្តៀងហ្នឹងតែពាក់អាវពណ៌លឿងបាទយើងចង់បានពណ៌នេះឬចង់បានលឿងនេះអញ្ចឹងណាឡូវមកថាខ្ញុំយកបានពណ៌លឿងវិញខ្ញុំយកពណ៌សមបាទអញ្ចឹងណាមួយពណ៌សមមួយពណ៌លឿងទៅវាឡូវយើងដាក់មួយទៀតមើលវាចេញមកមិនស្អាតដោយសារយើងកំណត់ក្នុងនេះស្រីពណ៌លឿងនេះ
នេះវាឲ្យសមួយលឿងមួយអញ្ចឹងតួអង្គនេះមុខដែលលំបូននេះបាទប៉ុន្តែនេះអត់កាបូបនេះមានកាបូបអញ្ចឹងនៅពីក្រោយវាដូរតែយើងចង់បានមួយណាដល់ខ្ញុំចង់បានមួយនេះចុះបាទនេះខ្ញុំ download ខ្ញុំដូរលើនេះវិញដល់បានលឿងរហូតមកនេះអូខេអញ្ចឹងយើងយក style មួយនេះហើយនេះព្រមយើងបានហើយយើងមកមើលកន្លែងនេះមួយទៀតយើង copy មកនេះដល់ព្រមទី3ហើយភាគ3អូខេអញ្ចឹងលក្ខណៈតួអង្គនេះយើងដូរប៉ុណ្ណេះមកបាទលក្ខណៈតួអង្គយើងនៅក្នុងនឹងតាយើងទៅដាក់លក្ខណៈ character បាទ character របស់តួអង្គហ្នឹងបាទនេះបាទអញ្ចឹងគាត់នៅអាវពណ៌លឿងនឹងដែរពេលយើងយកអាវពណ៌លឿងនឹងមកក្នុងដែរបាទមុខប្រុសដូចសូវដូចស្រីដដែលភាសារូបដើមនេះយើងដាក់ជាហៀងចាំមើលរមមានរូបបែរមុខមកចំណាចឹងយើងដាក់សាច់រឿងយើងចូលទៀតហ្នឹងចឹងយើងឲ្យGemini continue ចឹងមកវាយល់បាទនេះភាគទី4ចា4 copy យ៉ាព្រមយើងអានេះយើងផាព្រមហ្នឹងមកចឹងនេះត្រូវហើយអានេះយើងមិញdownload មួយដែរនេះចឹងយើងនេះព្រមភាគ4អានោះភាគទី3បាទនេះគឺយកមួយណាមួយនេះបាទមួយនេះត្រូវជាងនេះអូខេយើង download វាមកអញ្ចឹងយើងយកព្រមទៀតមកព្រមយើងមិញយើង Gemini នេះ4 Zen 2 Zen 2 Zen 3មកគ្នាយើងធ្វើនេះបាទផាច់យើងបានរូបណាមួយដែលឃើញមុខច្បាស់យើងអាចយកមកបង្កើតអានេះធ្វើជា sample នេះដើម្បីវាចាប់មកណាបាទនេះចូលដែរណាដល់វាអត់ច្បាស់ស្អាតឡើយខ្ញុំយកមួយនេះម្ដងនេះលុបចោល
thì mùi này việc tôi khơi một cái khơi một cáiทำไม về số chạp một mà nữa ដើម្បីយើងកុំឲ្យយើងដូរតួអង្គអញ្ចឹងបងប្អូនចេញម្ដងទៀតនេះចេញ1.65 ម៉ែត្រណាលើនឹងដែរនេះកន្លែងទល់ដែរណាអូនេះប៉ោយ8វាស្គាល់ទៀតប៉ោយ8បារាញ់ណានេះបាទចឹងយើងចង់ស្រឡាញ់ style មួយណានេះ style សខោសកម៉ាឡើយយើងយក style នេះចុះចឹងបងប្អូនធ្វើចឹងរហូតណាបាទរហូតចប់ភាគចប់រឿងយើងបាទแล้วខ្ញុំឧទាហរណ៍ប៉ុណ្ណឹងបាទណាបាទនេះអាវតានេះបាទហ្នឹងបាទនេះជាឃើញជារៀងវិញអញ្ចឹងយើងបានតួអង្គហើយជាមិនបង្កើតជាវីដេអូហើយបង្កើត sound ខ្ញុំបង្កើតហើយ sound បងប្អូនចូលបង្កើត sound នៅនេះមក sound ខ្ញុំទៅធ្លាប់បង្ហាញបងប្អូនហើយនេះបាទខ្ញុំបង្ហាញបងទៀតលោកអ្នកថ្មីមើលណាបាទ Google AI Studio នោះមកហើយយើងចូលយកនេះ Native Speech Generation នេះមកបាទហ្នឹងបាទអញ្ចឹងមានតួអង្គស្រីមានតួអង្គ2 1បាទនេះបាទហើយនេះ Live Voice នេះមានសម្លេងប្រុសសម្លេងស្រី Got a project in mind បាទអញ្ចឹងយើងដូររើសតាមហ្នឹងហើយយើង copy paste ពេញមកបាទហើយយើងចុច run មកណាបាទឥឡូវនេះខ្ញុំប្រាប់ទេបងប្អូនធ្លាប់បង្ហាញវីដេអូមុនខ្ញុំធ្លាប់បង្ហាញម្ដងហើយបាទហ្នឹងហើយចឹងបានរូបភាពហើយយើងបើចង់ភ្លេងបងយើងចូល Google Effect ដែលមកនៅក្នុងសាច់រឿងយើងមានភ្លេងហ្នឹងបងចឹងបងប្អូនយកនេះ Music Effect នេះមកដើម្បីបង្កើតជាភ្លេងបាទហើយយើងសរសេររាយរាប់មកដើម្បីបង្កើតភ្លេងណាហើយនេះបង្កើតភ្លេងម្ដងបាន3ហើយម្ដងបាននេះប្រវែង 0.30 បាទ30វិនាទីហ្នឹងបង្កើតភ្លេងបាទអាហ្នឹងដូចមេរៀនមុនខ្ញុំបង្ហាញជូនបងប្អូន Sano AI របៀបផ្សេងដូចគ្នា Sano យើងប្រើ Sano AI បានប្រើ Google FX Music នេះបានបាទ Google Music FX បានដូចគ្នាតមកយើងបានអស់ហើយយើងបង្កើតសាច់រឿងមកនេះដូចខ្ញុំនេះខ្ញុំហើយនេះបាទនេះខ្ញុំធ្វើម្សិលមិញបាទនេះបាទអូខេបាទអញ្ចឹងដូរមុខដូរតួអង្គឯងបាទអូខេតមកយើងប្រើនៅក្នុងចឹងបងប្អូនបើកCapCut មកបងប្អូនណាបាទនេះយើងធ្វើរឿងថ្ងៃមុនខ្ញុំវាដូរមុខតួអង្គឥឡូវខ្ញុំធ្វើក្រោយនេះដូរនេះពីមុននេះខ្ញុំបង្ហាញបងប្អូននេះវីដេអូយើងធ្វើថ្ងៃមុនតួអង្គដូររហូតគេដូរមុខរហូតចឹងហ៎បាទដោយសារយើងអត់កំណត់លក្ខណៈបាទជាងពីមុនខ្ញុំអត់បានកំណត់លក្ខណៈណាតោះខ្ញុំនឹកឃើញធ្វើមិនដើម្បីឲ្យតួអង្គកុំឲ្យដូរចឹងហើយបានខ្ញុំបង្ហាញបងប្អូននេះវីដេអូមួយនេះបាទវីដេអូមួយនេះវីដេអូមួយនេះខ្ញុំធ្វើជាភាសាអង់គ្លេសបងប្អូនយើងអាចសាច់រឿងមួយយើងអាចធ្វើជាខ្មែរផងជាអង់គ្លេសផងសម្រាប់នេះខ្ញុំធ្វើជាភាសាអង់គ្លេសបាទនេះខ្ញុំដាក់ subtitle នឹងបាទនេះតួអង្គយើងបាទអញ្ចឹងគាត់ពាក់អាវលឿងមុខមិនដូរសក់ដូរ style តិចតិចណាបាទហើយយើងដាក់ subtitle មកនេះយើងសេរីតាមនឹងមក CapCut ណាបាទសេរីសាច់ភ្លេងហើយនឹងវីដេអូឲ្យវាស៊ីគ្នាមកបាទប៉ុណ្ណឹងឯងបងប្អូនរបៀបធ្វើអូលឿនវិញរបៀប
ជួយធ្វើរឿងនិទានគឺសាច់រឿងបាទយើងអាចប្រើបាទកន្លែងនេះខ្ញុំនេះខុសនេះមួយនេះមួយមានពុកមាត់ខ្ញុំមកទូស្រីមកក៏ដូរទូប្រុសដូរតិចមានពុកមាត់ជាអត់ពុកមាត់អញ្ចឹងណានឹងស៊ីសងយើងសរសេរ script ស្រីប្រមវាណាបាទ Episode 8 The Storm in the Wow. Phone. Scene Amazing. អូខេអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំបង្ហាញប៉ុណ្្នឹងឯងបងប្អូនណាបាទសម្រាប់យើងទៅសេប្រមនេះពីប្រមដើម្បីកុំឲ្យតួអង្គយើងដូរសំខាន់យើងនេះដាក់នេះបងប្អូនកំណត់តួអង្គនេះបើយើងកំណត់មានបញ្ជួយអត់បញ្ជួយអីឬបងប្អូនទៅសេហើយកុំភ្លេចយកអាមកកណាត់តិចនេះយើងដាក់ពីក្រោមពីក្រោមប្រមដើម្បីឲ្យវារក្សាតួអង្គដដែលនេះដូចយើងមានប្រមបង្កើតរូបភាពអញ្ចឹងមកយើងដាក់តួអង្គក្នុងបន្តិចនេះមកដាក់ពីក្រោមមកនេះដូចខ្ញុំដាក់ពីក្រោមអញ្ចឹងណាដើម្បីចាប់នេះគាត់ពាក់អាវពណ៌សពៅលឿងឲ្យវាចាប់ហើយមុខតួអង្គយើងបើយើងកំណត់កម្ពស់កំណត់អីបន្ថែមបាទមានបញ្ជ្រួយមានពាក់បោពាក់អាវអីនឹងស៊ីសងបងប្អូនដាក់អីបងប្អូនណានេះខ្ញុំក៏ជាឧទាហរណ៍ជាគំរូជា sample ខ្លះដើម្បីសម្រាប់បងប្អូនធ្វើវីដេអូជាមួយ AI សម្រាប់ផលិតវីដេអូសម្រាប់ YouTube យើងធ្វើទៅចេះតែបដូរតួអង្គអញ្ចឹងណាបាទអញ្ចឹងនេះគឺជាគំនិតមួយថ្មីសម្រាប់បងប្អូនយើងថ្មីដែលអត់បានធ្វើពីមុនមកដូចខ្ញុំពីមុនខ្ញុំអត់បានធ្វើដែរតួអង្គវាចេះដូរអញ្ចឹងណាក្នុងសាច់រឿងតែមួយយើងនឹកតួអង្គយើងច្រើនដូរមុខច្រើនពេកវាអត់សូវល្អអញ្ចឹងណាអូខេបើយើងធ្វើល្អអញ្ចឹងទៅដើម្បីយក YouTube វាងាយនឹងរុញវីដេអូរបស់យើងបាទយើងធ្វើល្អហើយឬប្លែកនឹងគេឆាប់រុញណាបាទអូខេជួបគ្នានៅក្នុងវីដេអូក្រោយបាទសម្រាប់ថ្ងៃនេះបាទគោលបំណងមេរៀនថ្ងៃនេះគឺយើងធ្វើម៉េចដើម្បីបង្កើតវីដេអូឬបង្កើតរូបភាពមកកុំឲ្យដូរតួអង្គដូរមុខតួអង្គអូខេជួបគ្នានៅក្នុងវីដេអូក្រោយទៀត